សួស្តីពុកម៉ែពូមីងយាយតាទាំងអស់គ្នាវិលមកជួបគ្នាម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីហើយវីដេអូនេះវាអត់មានអីប្លែកទេគាត់តែខ្ញុំ record តាក់ទងជាមួយនឹងសកម្មភាពខ្ញុំប្រចាំថ្ងៃហើយនឹងជាមួយនឹងមេឃកំពុងភ្លៀងនៅខាងក្រៅអញ្ចឹងណាហើយនេះជាវីដេអូធ្វើការរបស់ខ្ញុំប្រចាំថ្ងៃជារាប់ផឹកមានអីទេអ្នកនរគ្នាគាត់នឹងអង្គុយទៅបើកូដ scroll ចុះ scroll ឡើងហើយនឹង check AI ឲ្យ AI ជួយធ្វើទៅប៉ុណ្ណាខ្ញុំព្យាយាម follow up ការងារដែលនៅសល់ហើយនឹងនេះគឺជា preview សម្រាប់ project ថ្មីដែលនឹងពួកយើងនឹងចាប់ផ្ដើមធ្វើវាឆាប់ហ្នឹងអញ្ចឹងខ្ញុំអង្គុយព្យាយាម preview code ឯនេះគឺនៅខាងក្រៅមេឃភ្លៀងនៅពេលដែលមេឃភ្លៀងអញ្ចឹងគឺខ្ញុំនឹកឃើញទៅដល់នៅស្រុកáបើសិនជាពុកម៉ែពូមីងគាត់អ្នកភ្នំពេញគាត់អ្នកក្រុងគាត់អត់សូវអីទេបន្តែសម្រាប់ដូចខ្ញុំអញ្ចឹងឡើងមកពីស្រុកយូរហើយនៅពេលដែលមេឃភ្លៀងម្ដងតែងតែនឹកទៅដល់អតីតកាលការនៅស្រុកអញ្ចឹងហើយនេះខ្ទង់ជាម៉ោងប្រហែលជា 2-3 ហ្នឹងបើសិនជាការត្រឡប់ទៅអតីតកាលកាលពី2013ទៅក្រោយពេលនេះប្រហែលជាពេលដែលខ្ញុំកំពុងតែប្រកាន់គោនេះហើយបើសិនជាមេឃភ្លៀងចឹងវិញប្រកាន់គោលើភ្លឺបដាហើយចាប់ក្តាមតាមខ្សែបដាអញ្ចឹងទៅហើយកាលនោះស្វាយមួយយ៉ាងដែរអត់ដឹងថាអនាគតវាមិនឬមួយក៏មិនដឹងថាហួសមួយថ្ងៃហើយហួចមួយថ្ងៃដឹងកតាបកិច្ចខ្លួនឯងដែលត្រូវធ្វើគឺខ្វៀលគោមកពីខ្វៀលគោវិញញ៉ាំបាយឲ្យដេកងើបពីដេកដល់ម៉ោងទៅរៀនអញ្ចឹងទៅអាកាលនោះខ្ញុំនៅរៀនអញ្ចឹងទៅរៀនព្រឹកភាគច្រើនរៀនព្រឹកនៅពេលដែលរៀនថ្ងៃអញ្ចឹងខ្ញុំភាគច្រើនខ្ញុំទៅសុំយកសាលាឲ្យដូរទៅរៀនពេលព្រឹកវិញអញ្ចឹងព្រោះដោយសារតែងាយស្រួលក្នុងការជួយអ្នកផ្ទះអញ្ចឹងដោយសារតែខ្ញុំហ្នឹងកូនច្បងអញ្ចឹងទៅងាយស្រួលក្នុងការសម្រួលការងារឪពុកម្ដាយនៅក្នុងផ្ទះហើយខែនេះដូចជាខែ7ខែ8ហើយបើការនៅស្រុកវិញខែនេះប្រហែលជាចាប់ផ្ដើមខ្សែក្រោមចាប់ផ្ដើមស្ទង់ហើយនៅស្រុកខ្ញុំគឺមានខ្សែក្រោមខ្សែលើខ្សែក្រោមហ្នឹងគឺសំដៅទៅប្រភេទខ្សែដែលនៅជាប់ជាមួយនឹងបន្លាយទឹកឬមួយក៏អូស្ទឹងអីចឹងទៅដែលយើងអាចធ្វើបានដោយមិនបាច់ពឹងទៅលើភ្លៀងណាដល់រដូវអញ្ចឹងគឺបើសិនជាអត់មានទឹកអត់មានអីអញ្ចឹងយើងបូមទឹកពីស្ទឹងឬមកពីអូអញ្ចឹងទៅដើម្បីធ្វើខ្សែធ្វើជាការអញ្ចឹងទៅប៉ុន្តែខ្សែខ្សាច់ហ្នឹងគឺចង់សំដៅទៅលើខ្សែហ្នឹងគឺ90% ទៅ 95% គឺពឹងផ្អែកទៅលើធម្មជាតិទាំងស្រុងហ្មងពឹងផ្អែកទៅលើភ្លៀងទាំងស្រុងហើយប្រភេទខ្សែពីរប្រភេទហ្នឹងខ្សែដែលខ្ញុំអត់ចូលចិត្តជាងគេគឺខ្សែលើហ្នឹងហើយព្រោះហ្នឹងវាជាប្រភេទខ្សែខ្សាច់ហើយនៅពេលដែលភ្លៀងឬមួយក៏ពេលដែលព្យួរហ្នឹងគឺវាសបោទៅដល់ចលេនហើយខ្ញុំមនុស្សខ្លាចចលេនផុតប៉ុន្តែมันអាចគេចរួចទេគឺត្រូវតែធ្វើអញ្ចឹងហើយចឹងមកខ្ញុំអត់ចូលចិត្តទេខ្សែលើហើយខ្សែលើវារៀងឆ្ងាយពីស្រុកភ
ភូមិខ្ញុំផងព្រោះទៅឆ្លងភូមិប្រហែលបរទេសកាត់ទៅឆ្លងមកភូមិពីរភូមិទៀតបានទៅដល់សេលើនេះបើការអតីតកាលបើការខ្ញុំនៅស្រុកវិញស្មានទេខែនេះភ្លៀងធ្លាក់ចេះប្រហែលជាទៅដាស់ដីស្រែមួយសាមុននឹងយើងចាប់ផ្ដើមភ្ជួរស្ទូងនៅស្រែខ្សាច់ហ្នឹងប្រហែលជាទៅដាស់វាឲ្យភុយស្មៅភុយអីមួយសាទៀតនេះហើយបើនៅខ្សែកមួយប្រហែលជាកំពុងប្រកាន់គោប្រកាន់អីទៅតាមភ្លើចាប់ក្តាមចាប់អីពេញទឹកពេញដីឯងស្មានទេម៉ោង3ម៉ោង4នេះគឺពេញនៅស្រែអត់តឡើងមកផ្ទះទេតើតាបើចូលភាសាតើលោកទុងស្គរហើយអីបានចាប់ផ្ដើមឡើងមកផ្ទះវិញហើយបើសិនជាពុកម៉ែពូមីងយាយតាបងប្អូនគាត់អ្នកដែលធ្លាប់នៅស្រែនៅអីចឹងពេលមេឃភ្លៀងចឹងគាត់តែងតែនឹកឃើញទៅដល់អតីតកាលគាត់ឬមួយក៏ពុកម៉ែពូមីងយាយតាខ្លះគាត់បានបដូរទីលំនៅចឹងណាពីកម្ពុជាទៅរស់នៅស្រុកគេចឹងទៅអាមេរិកទៅកាណាដាឬមួយក៏ទៅអីចឹងទៅប្រហែលជាគាត់មានអារម្មណ៍នឹងដែរមកទៅព្រោះអីខ្ញុំនៅភ្នំពេញហ្នឹងក៏មានអារម្មណ៍ថានឹកអតីតកាលការធ្វើស្រែមានអារម្មណ៍ថាវាអត់ស្រួលហើយវាពិបាកប៉ុន្តែដល់ពេលមកនៅភ្នំពេញយើងធ្វើការរៀនសូត្រហើយមានរឿងឈឺក្បាលយើងធ្វើស្រែទៀតអញ្ចឹងបានគេថាធ្វើអីក៏ដោយយើងព្យាយាមស្រឡាញ់នៅអ្វីដែលយើងមានអញ្ចឹងហើយវីដេអូនេះអត់មានអីច្រើនទេគ្រាន់ខ្ញុំ record កន្លែងធ្វើការហើយនឹងពេលធ្វើការមេឃភ្លៀងអញ្ចឹងទៅហើយខ្ញុំចេញមកមិនចេញទេខ្ញុំមកពេលហ្នឹងញ៉ាំមីកំប៉ុងហើយចូលមើលទេសភាពមកស្ទុះទៅក៏ record អត្តភាពនឹងទុកទៅថតទុកទៅនៅពេលដែលខ្ញុំអនាគតខ្លួនខ្ញុំទៅសុកអីវិញចឹងណាពេលទៅគឺទុកមើលអនុស្សាវរីយ៍យើងនៅក្រុងឬមួយក៏ពេលចាស់ទៅចឹងទៅ20 30ឆ្នាំមួយទៀតចឹងទៅ40ឆ្នាំមួយទៀតទៅវាគឺជាវីដេអូមួយដែល record អំពីឆ្នាំ2026ហ្នឹងទុកឲ្យកូនឬមួយក៏ទុកឲ្យយើងមើលជាអនុស្សាវរីយ៍អីចឹងទៅនេះគឺទស្សនភាពឡើងទៅស្ពាននោះ office ខ្ញុំនៅចិត្តហ្នឹងឡើងទៅស្ពានកោះពេជ្រហ្នឹងហើយពុកម៉ែពូមីងនិយាយតាទាំងអស់គ្នាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំហើយហ្នឹងហើយវីដេអូហ្នឹងមានអីទេគ្រាន់តែខ្ញុំចង់បង្ហាញតែប៉ុណ្្នឹងហើយអរគុណច្រើនមែនទែនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំ